គណៈសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ពងខ្ពស់សូមក្រាបថ្វាយបង្គំគោរពគុណចាស់គ្រប់ព្រះអង្គមានចាស់គ្រូបច្ចៅអធិការទាំងធម្មមេភេរតោហើយគុណចាស់ព្រះអង្គគ្រូឆ្វេងស្ដាំអីតន់មានទេនៅឯម្ចាស់ណាហើយនឹងគុណចាស់តាឆាយទាំងអស់ទាំងគ្រប់ព្រះអង្គជាទីគោរពសក្ការៈជាទីជ្រះថ្លានៃពុទ្ធបរិស័ទបានផ្ញើទានទាំងជាទីរីករាយនឹងហើយទ្រព្យសម្បត្តិយើងមានបានមកដោយផលនៃកម្មចាស់ប្រើប្រាស់មួយចំណែកហើយមួយចំណែកទៀតបំពេញបុណ្យចឹងណានឹងហើយយើងកុំឲ្យប្រើទាំងអស់ខាតមែនទេនឹងហើយបានសម្រេចនៅបុណ្យកុសលប្រាថ្នាយកព្រះនិព្វានទៀតនឹងការសន្សំបុណ្យយ៉ាងក្រៃលែងទៀតនឹងជារឿយចឹងទៅតន់យើងនៅមានឱកាសមានលទ្ធភាពអាចធ្វើបានទៀតចឹងគឺសម្រាប់រដូវគុណចាស់ដែលត្រូវចាំព្រះវស្សាឆ្នាំនេះនៅចាស់គ្រូធម្មមេភិរិតោថាដង្ហែទានវស្សាទៅខាងស្វាយរៀងចឹងណាហ្នឹងហើយខ្ញុំកណ្ដាក៏ចូលជាមួយលោកបានមកដើមទៅញាតិញោមចាំកំងឲ្យខ្ញុំណាទៀតណាហ្នឹងហើយជូនលោកតាទៅវត្តថ្វាបានមកដើមដែរហ្នឹងហើយថ្នោតជុំប្រហែលជា2ដើមនៅសល់មួយដើមទៀតបែបគល់ពោធិព្រឹកហើយបូជាព្រះស្រីមហាពោធិណាហ្នឹងហើយចឹងគឺការថ្វាយប្រតិបចំពោះព្រះរតនត្រ័យទាំងទោះជាថ្វាយព្រះសង្ឃសាវកក៏ជាការបូជារួមចំពោះព្រះរតនត្រ័យបូជាព្រះស្រីមហាពោធិក៏ដូចជាការបូជាព្រះរតនត្រ័យទាំងដោយសេចក្តីជ្រះថ្លាហ្នឹងចឹងគឺការដែលយើងសន្សំបុណ្យនេះឯងទាំងដែលធ្វើឲ្យសម្រេចណាសំបីភាពជាសាវកបារមីញាណក៏សម្រេចដោយបញ្ញនិធិនឹងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងបិដកលេខ52នៅក្នុងនិធិកន្តសូត្រទៅទៀតហ្នឹងចឹងគឺយើងព្យាយាមកុំឲ្យមានសេចក្តីប្រមាទទៀតដោយព្រះអង្គទ្រង់ត្រាស់សម្ដែងបើដឹងថាខ្លួនឯងនៅមានសេចក្តីប្រកាន់ទេត្រូវបំពេញបុណ្យឲ្យបានច្រើនហើយរាល់ថ្ងៃយើងអស់សេចក្តីប្រកាន់នៅដឹងឲ្យច្បាស់អញ្ចឹងហើយស្ដាប់នៅឱវាទរបស់ព្រះអង្គដឹងថាខ្លួនឯងនៅមានសេចក្តីប្រកាន់ទេត្រូវបំពេញបុណ្យឲ្យបានច្រើនពីព្រោះវាតល់តែបុណ្យបន្ទប់ជាមួយសេចក្តីប្រកាន់នឹងបានហ្នឹងហើយព្រោះសេចក្តីប្រកាន់បើឲ្យផលហើយនាំទៅណាញាតិញោមហ្នឹងអបាយភូមិទៀតណាអបាយភូមិទៀតហ្នឹងហើយពីម្សិលមិញពីព្រឹកមិញខ្ញុំកណាបានទៅសម្ដែងធម៌នៅសឿខាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យណាងាកហ្នឹងក៏យប់ហ្នឹងសន្ទនាធម៌ម៉ោង7រហូតដល់ម៉ោង9ហើយព្រឹកឡើងសម្ដែងព្រះធម៌ជាមួយម្ចាស់គ្រូខាងវត្តដើកចាស់គ្រូសីលសង្វរថេរោទៀតហើយបានពុទ្ធបរិស័ទហ្នឹងជូនបត្រៃ3ដកបាន2ចប់ណានឹងមួយចប់ខ្ញុំកណាបានថ្វាយប្រសង់នៅក្នុងវត្តសឿហ្នឹងហើយមកចប់ទៀតរួមធម្មកថា3អង្គហើយនឹង
nhom cả na nắng là bột bò để sạch thoai mà chọp đài bồ chia thua tết ná bồ chia bật trai bày đọ mà chọp chẳng tới mà chọp nắng có rúm tầm cò nơi vọt đa là cả chụp bạ bò rập bọt nằng chẳng nhom cả na vì ngày ní ban thua nơi bon là bầm pin nơi thom một tiền tiền tết na mà dễ bón hay tiền thom một tiền cả thoai nơi bật trai bày đọ chấm pua presong tiền chẳng xôm lợt bon của sol từng ở này để nhom cả na ban bầm pin hơi nâng bậc kên côn chắc chun nhiệt nhôm thà ở đô chia thà bàn phơ đòi toal bỏ ho toal này là đòi prong hay đòi riêng khuôn tiền xôm ạc nam mô tani nâng dương trê o rê rê nhiệt nhôm tụ bay dương trê cro cầm sọt tu được cột mạch cả đôi nữa nâng dương bàn bầm pin bon của sol miên giật thi nâng bọn mình hai thai chia nẹt còi thà tụ bay chia dương sọt trọp mình sầm bô ấy dạng na tại dương miên trọp cứ giật thi nữa nâng miên trọp cứ sal nâng miên trọp cứ hệ rệ ao tập bạ sộ tạ trà kẽปัญญานี่ไอ้เจกาสันซอมเนออะไรอย่าตรอบนั่งโดยเจnhiệtโยมอัดบานชิวปัตไตรใบดอกต่างอ้ออนุโมทนีไปขยมกันน้ำไม่นั่งบานปีจอบบัดอ่ะเรียอ่อนนั่งไงตัวเวเจบอลมุ้ยได้หาท่าอนุโมทนีไม่เยอะบอลนั่งคือสมรักเจบอลปิงเลยเนี่ยผมเอากึศไทยโดยสเตสเตอร์จัดบอลเกจูนแมนเต้นั่งยมกันดาคนจ่าไอ้ได้จูนบอลน่ะประเคนบอลโลกมันจ่าไอ้วิเคราะห์บานบอลเลยเวียจ่าปนแต่ดาวตะเปบอลการล้างนักน้องจัดบอลประคนมาจ่าการล้างนักน้องเย็นโยมเมียนเนี่ยนาจูนการโคลนไอ้นั่งโยลบานได้เด่นนั่งไงนักเปได้เตะออานโมตันนี้น่ะเตะออานโมตันนี้เฉลี่ยคลาโดยจัดคล้วนไอ้อย่างนี้บอลการโคลนไอ้ตาเมียนเนี่ยนาจูนก็น่ะท่ากอลยานมิดนั้นก็บานน่ะปากกาปราบปีใส่กระไดหล่อได้ครูนบานเป็นโดยจักรูน่ะบานโบเชียบติบในขนมไงวิสาขปนมัยจังปีปอนบมใบโรยปีปอนปรามโรยหาสับปรมใบนั่งไงให้ดัตเปลโลกจูนมอยเยิ้งเยิ้งอนุโมทนีบ้านต่างอ้อนั่งไงน่ะมันจังนั่งไงเมียนซอลมวยเตะนั่งไงให้บอลคนมาจ้าก็มันออกนั่งเริงรัดแต่จำราอันเตียดนั่งจังยังจะได้ทลาจังเตียนโดยกระไดเรียให้คืนเปรสไรมหาโปนั่งไอ้กอดสำหรับทวายซองไอ้นั่งอะไรประซองหลังกงไอ้คนจ้านะนั่งไงยังบานรีจะรียมกันนะบานเกรมวยได้นั่งไงทวายจังบานกดมวยมันได้ไอ้ว่าลูกเมียท่าอดบานนี่ลูกเมียอดเอานั่งไงถ้าก่อนบานโจร่วมจังก็โจร่วมก็สร้างบานเกรจังเตอเตียนให้nhiệtโยมบานไอ้ได้บานต่างอ้อนั่งไงบ้านต่างอ้อก็ได้นั่งไงจังยังรีจังเตอให้ยังเด็กเกิดเตี้ยตัวนั้นnhiệtโยมนะนั่งเด็กเกิดหาเธอบอลไอเตี้ยน่ะโรนักบอลหน้าได้ยังตอนบานเฟอนะนั่งไงนักเฟอแต่นั่งจังยังมนนั่งโจลเมเรียนยังสดับน่ะเรื่องราวเปรียมหากบันติเตอร์การสันซอมบอลดอกบอลโลกนั่งการในปีไตตะเจียดแล้วคนจ้ะโลกบานบ่มเป็นบอลกุศลจมวยนั่งแพรเยียโกนใจให้เหยียดมัดนะนั่งตีบ่มพอดเมา
ព្រះមហាកបិណ្ឌនឹងគឺបានសម្រេចជាព្រះអរហន្តដោយឧបនិស្ស័យនៃបុណ្យដែលព្រះអង្គបានជ្រះថ្លាក្នុងព្រះរតនត្រ័យសូម្បីដំណើរនោះអស់កាលកន្លងទៅយូរប៉ុណ្ណាក៏ដោយតែសេចក្តីជ្រះថ្លាការបូជាដែលលោកបានធ្វើហើយទីបំផុតគឺថាឲ្យសម្រេចនៅការរួចផុតចាកទុក្ខនេះអស្ចារ្យហើយយើងដូចគ្នាទៀតមានព្រះអង្គគ្រូហើយចាស់គ្រូវងណាវចរៈធម្មោអីម្ចាស់តាអភ័យតតោអីទៀតហ្នឹងហើយនាំគ្នាដឹកនាំពុទ្ធបរិស័ទឲ្យបានបូជាព្រះរតនត្រ័យហ្នឹងទៀតណាយើងធ្វើពេលនេះក៏មិនខុសអីពីឧបាសកឧបាសិកាឬក៏ភិក្ខុសាមណេរបូជាព្រះរតនត្រ័យពី100,000កាប់មុនឬក៏ណា4អសង្ខ័យមុនអីសម័យព្រះសម្មាសម្ពុទ្ធទីបង្កអីកូនចាស់ហ្នឹងហើយមើលទៅតែមកសម្រេចក្នុងផែនដីយើងនេះហ្នឹងហើយអញ្ចឹងការដែលយើងបូជាហ្នឹងវាជាការសន្សំទៅមិនបាត់បង់អីទេទៀតនឹងដូចរឿងរ៉ាវរបស់ព្រះមហាកបិណ្ឌថេរៈនេះទៀតលោកពោលនៅពេលដែលបានសម្រេចជាព្រះអរហន្តហើយពោលពីប្រវត្តិរឿងរ៉ាវរបស់ខ្លួនឯងដែលបានសន្សំមកទៀតនឹងលោកបានពោលថាព្រះចិនស្រីប្រណៀមបតមុត្តរៈទ្រង់ដល់នៅត្រើយនៃធម៌ទាំងពួងទ្រង់រុងរឿងដូចជាព្រះអាទិត្យរះឡើងឯកដអច្ឆដាកាសក្នុងសរតោកាលព្រះអង្គទ្រង់ញ៉ាំងផ្កាឈូកគឺពួកវិន័យសត្វឲ្យរីកដោយពន្លឺគឺព្រះពុទ្ធដីកាព្រះនាយកទ្រង់ញ៉ាំងភក់គឺកិលេសឲ្យរីងស្ងួតដោយរស្មីគឺប្រាជ្ញាព្រះនាយកទ្រង់សម្លាប់យោះរបស់ពួកដេរដ្ឋីដោយប្រាជ្ញាដោយកែវជារៈព្រះអង្គប្រកាសធម៌ក្នុងទីទាំងពួងដោយព្រះអាទិត្យញ៉ាំងយប់នឹងថ្ងៃឲ្យភ្លឺសពព្រះអង្គជាទីកើតនៃគុណទាំងឡាយដូចជាសាគរជាទីកើតនៃរតនៈទាំងឡាយទ្រង់ញ៉ាំងទ្រង់តែងបង្អុរភ្លៀងគឺធម៌ឲ្យដល់ពួកសត្វដូចមេឃបង្អុរភ្លៀងកាលនោះខ្ញុំជាចៅក្រមអ្នកកាត់ក្តីក្នុងនគរឈ្មោះហង្សវតីបានចូលទៅស្ដាប់ធម៌របស់ព្រះមុនីប្រណៀមបតមុត្តរៈដែលកំពុងប្រទានឱវាទដល់ពួកភិក្ខុកំពុងប្រកាសនៅគុណនៃសាវកអ្នកមានសតិទ្រង់ញ៉ាំងចិត្តរបស់ខ្ញុំឲ្យរីករាយខ្ញុំបានស្ដាប់ហើយក៏មានបៃតិមានចិត្តរីករាយនិមន្តព្រះតថាគតព្រមទាំងភិក្ខុជាសិស្សឲ្យឆាន់ហើយប្រាថ្នានៅតំណែងនោះកាលនោះព្រះនាយកទ្រង់មានចំណែកប្រៀបស្មើដោយសត្វហង្សទ្រង់បញ្ចេញព្រះវាចាដូចជាស្គរមានសម្លេងដោយសត្វហង្សដូច្នេះថាអ្នកទាំងឡាយចូលមើលមហាមាត្រនោះជាអ្នកឃ្លាវខ្លាក្នុងការកាត់ក្តីជាអ្នកមានរោមរាវមានចុងងោមានភ្នែកនិងមុខស្រស់បោះល្អរុងរឿងដោយសម្បុរកែវជូមុតកំពុងក្រាបទាបបាតមូលនៃតថាគតជាអ្នកមានយសធំដោយបរិវារច្រើនដែលស្ដេចទ្រង់ប្រទានឲ្យឯមហាមាត្រនោះប្រាថ្នានៅតំណែងរបស់ភិក្ខុដែលជាអ្នកឆ្លៀសក្នុងពាក្យដោយចិត្តរីករាយមហាមាត្រនោះនឹងមិនទៅកាន់ទុគតិអស់100,000កាប់ដោយចង្ហាន់បណ្ឌបាតនេះផងដោយការបរិច្ចាគនេះផងដោយការតាំងសេចក្តីប្រាថ្នានេះផងមហាមាត្រនោះនឹងទទួលនៅសួស្តីរបស់ទេវតាក្នុងទេវលោកនៅភាពជាធំក្នុងមនុស្សនឹងបានដល់នៅព្រះនិព្វានដោយសេសសល់នៃផលក្នុងកັບទី100,000អំពីកັບនេះព្រះសាស្តាប្រណៀមគោដំទ្រង់កើតក្នុងត្រកូល
សត្វអោកាកៈនឹងត្រាស់ឡើងក្នុងលោកឯមហាមាត្រនេះនឹងបានជាធម្មទាយាទរបស់ព្រះគោដមនោះជាអរោះជាធម្មនិមិត្តមាននាមថាកបិណ្ឌជាសាវករបស់ព្រះសាស្តានោះលំដាប់នោះខ្ញុំធ្វើសក្ការៈដ៏ល្អក្នុងសាសនារបស់ព្រះជីនៈព្រះចិនស្រីលុះខ្ញុំលះរាងកាយជារបស់មនុស្សហើយទៅកើតក្នុងឋានតោសិតខ្ញុំបានគ្រប់គ្រងនៅទេវរាជសម្បត្តិនិងមនុស្សរាជសម្បត្តិដោយស្កប់ស្កល់ហើយទើបខ្ញុំមកកើតក្នុងកំណើតកេនយៈចិត្តក្រុងពារាណសីខ្ញុំមានបរិវារ1សែនមានភរិយាបានចូលទៅបម្រើព្រះបច្ចេកពុទ្ធ500អង្គយើងខ្ញុំទាំងអស់គ្នាញ៉ាំងព្រះបច្ចេកពុទ្ធឲ្យឆាន់ផងឲ្យស្លៀកពាក់ត្រៃចីវរផងអស់3ខែទើបជាយត់ចាអត្តភាពនោះទៅកើតក្នុងឋានតាវតឹងយើងទាំងអស់យត់ចាទេវតានោះមកកាន់អត្តភាពរបស់មនុស្សកើតក្នុងកុក្កដបុរីចិត្តព្រៃហែមពៀនខ្ញុំជារាជបុរសមាននាមថាកបិណ្ឌមានយសធំឯទេវតាដ៏សេះមកកើតក្នុងត្រកូលអាមាត្យហែហោមខ្ញុំដល់នៅសេចក្តីសុខដោយរាជសម្បត្តិដ៏ធំសម្រាប់សេចក្តីប្រាថ្នាទាំងពួងខ្ញុំបានឮនៅការកើតឡើងនៃព្រះពុទ្ធដោយពួកពាណិជ្ជប្រាប់ថាព្រះពុទ្ធត្រាស់ឡើងហើយក្នុងលោកទ្រង់ជាបុគ្គលឯកឥតមានបុគ្គលស្មើព្រះអង្គនោះទ្រង់ប្រកាសនៅព្រះសទ្ធម្មគឺអមតៈជាសុខដ៏ឧត្តមឯពួកសិស្សរបស់ព្រះសម្ពុទ្ធអង្គនោះប្រកបព្យាយាមល្អរួចស្រឡះចាកកិលេសជាអ្នកមិនមានអាសវៈលុះខ្ញុំស្ដាប់ពាក្យរបស់ពាណិជ្ជទាំងនោះហើយក៏ធ្វើសក្ការៈចំពោះពួកពាណិជ្ជនោះខ្ញុំព្រមទាំងអាមាត្យជាអ្នករាប់អានព្រះពុទ្ធសូលះរាជចេញដើរទៅបានឃើញស្ទឹងមហាចន្ទាមានទឹកពេញព្រាបជាស្ទឹងមិនមានកំពង់មិនមានឈើស្នួរគេឆ្លងបានដោយក្រជាស្ទឹងមានខ្សែទឹករហ័សខ្ញុំរលឹកគុណព្រះសម្ពុទ្ធហើយក៏ឆ្លងបានដោយសួស្តីដោយគិតថាប្រសិនបើព្រះសម្ពុទ្ធទ្រង់ឆ្លងនៅខ្សែទឹកគឺភពរួចហើយដល់នៅព្រះនិព្វានជាទីបំផុតនៃលោកទ្រង់ជ្រាបច្បាស់ត្រាស់ឡើងពិតមែនដំណើររបស់ខ្ញុំសូមឲ្យសម្រេចដោយពាក្យសច្ចៈនេះប្រសិនបើមគ្គជាដំណើរទៅកាន់ទីស្ងប់រងាប់ជាទីឲ្យនៅការរួចស្រឡះកិលេសជាទីស្ងប់រងាប់ជាទីសុខមានពិតមែនដំណើររបស់ខ្ញុំសូមឲ្យសម្រេចដោយពាក្យសច្ចៈនេះប្រសិនបើព្រះសង្ឃជាអ្នកឆ្លងផ្លូវលំបាករួចហើយជាបញ្ញខេត្តដ៏ប្រសើរមានពិតមែនដំណើររបស់ខ្ញុំសូមឲ្យសម្រេចដោយពាក្យសច្ចៈនេះលុះខ្ញុំធ្វើសច្ចៈដ៏ប្រសើររួចហើយទឹកស្ទឹងក៏រឹងខាស់អស់អំពីផ្លូវណាទឹកស្ទឹងក៏រីងខាស់អស់អំពីផ្លូវលំដាប់នោះខ្ញុំឆ្លងឡើងលើត្រើយស្ទឹងជាទីមនោរម្យដោយសុវត្ថិភាពខ្ញុំបានឃើញព្រះពុទ្ធទ្រង់គង់នៅមានរស្មីដោយព្រះអាទិត្យដែលរះឡើងទ្រង់រុងរឿងដោយភ្នំមាសមានពន្លឺដោយដើមឈើប្រចាំទ្វីបមានពួកសាវកចោមរោមដោយព្រះច័ន្ទដែលប្រកបដោយពួកផ្កាយឬដោយទឹកហូរដែលទេវតាបង្អុរចុះមកទ្រង់ជាទីរីករាយរបស់ពួកជនខ្ញុំព្រមទាំងអាមាត្យលុះថ្វាយបង្គំហើយចូលទៅកាន់ទីសំគួរលំដាប់នោះព្រះសម្ពុទ្ធទ្រង់ជ្រាបអធ្យាស្រ័យហើយបានសម្ដែងធម៌លុះយើងខ្ញុំស្ដាប់ធម៌ស្អាតមិនមានមន្ទិលទៅក្រាបទូលព្រះចិនស្រីថាបបិទ្ធព្រះអង្គដ៏ទ្រង់ព្យាយាមធំសូមព្រះអង្គបំពោះយើងខ្ញុំនឹងឆ្លងភពទាំងឡាយព្រះសម្ពុទ្ធជាព្រះមុនីទី7ទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយធម៌ដែលតថាគតពោលល្អហើយដល់អ្នកទាំងឡាយជាធម៌ប្រព្រឹត្តទៅដើម្បីធ្វើនៅព្រះនិព្វានជាទីបំផុតនៃកងទុក្ខអ្នកទាំងឡាយចូលប្រព្រឹត្តព្រហ្មចរិយចោះ
ពួកយើងខ្ញុំទាំងអស់ទ្រង់ភេទជាភិក្ខុដំណើរនឹងព្រះពុទ្ធដីកាលុះបានឧបសម្បទាហើយក៏បានជាសោតាបណ្ឌបុគ្គលក្នុងសាសនាលំដាប់នោះព្រះនាយកទ្រង់ស្ដេចទៅកាន់វត្តចេតពុនទ្រង់ព្រានប្រដៅខ្ញុំឯខ្ញុំដែលព្រះចិនស្រីទ្រង់ព្រានប្រដៅហើយក៏បានដល់នៅព្រះអរហន្តលំដាប់នោះខ្ញុំប្រដៅពួកភិក្ខុ 1000 រូបពួកភិក្ខុទាំង 1000 នោះធ្វើតាមពាក្យព្រានប្រដៅរបស់ខ្ញុំក៏ទៅជាអ្នកមិនមានអាសវៈក្នុងកាលនោះព្រះចិនស្រីទ្រង់ត្រេកអរក្នុងគុណនោះទ្រង់តាំងខ្ញុំក្នុងទីជាអេតតកៈក្នុងកណ្ដាលមហាជនថាកបិណ្ឌភិក្ខុជាកំពូលនៃពួកសាវកអ្នកឲ្យឱវាទភិក្ខុព្រះចិនស្រីទ្រង់សម្ដែងផលកម្មដែលខ្ញុំធ្វើឲ្យក្នុងកັບទី1សែនក្នុងសាសនានេះខ្ញុំមានចិត្តរួចស្រឡះហើយដូចជាសន្ទុះនៃកូនសខ្ញុំដុតកិលេសទាំងឡាយរបស់ខ្ញុំហើយកិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងអស់ខ្ញុំដកចោលហើយខ្ញុំជាអ្នកមិនមានអាសវៈព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្ដាច់នៅទន្លេងខ្ញុំមកល្អហើយក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំវិជ្ជា3ខ្ញុំបានដល់ហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយបដិសម្ពិទា4វិមោក8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយបានឮថាព្រះមហាកបិណ្ឌថេរមានអាយុបានសម្ដែងនៅគាថាទាំងនេះដោយប្រការដូចនេះសូមអនុមោទនានឹងញាតិញោមមើលផលនៃការបូជាចំពោះព្រះរតនត្រ័យទាំងដែលនឹងឲ្យយើងបានកាន់យកជាតិកំណើតនេះគឺថាមិនអត់អំពើឡើយណាញាតិញោមបានបូជាសពគ្រប់ជារឿយមិនដើរអញ្ចឹងទៅទៀតនឹងអំពើកម្មដែលយើងតម្កល់ចិត្តជ្រះថ្លាល្អហើយទាំងក្នុងព្រះពុទ្ធក្នុងព្រះធម៌ព្រះសង្ឃជារតនៈដ៏ឧត្តមប្រសើរពងខ្ពស់នេះឯងនឹងដែលធ្វើសេចក្តីទុក្ខសោកទាំងឡាយរបស់ពុទ្ធបរិស័ទឲ្យស្ងប់រងាប់ទៅនឹងហើយកាត់ផ្ដាច់នៅហេតុនៃសង្សារវដ្តនឹងដែលទីបំផុតត្រូវបានសម្រេចនៅលោកកតរៈធម៌នោះអ្វីក៏ត្រូវបញ្ចប់នៅក្នុងដំណើរព្រឹត្តទៅនៃជាតិសង្សារៈនឹងដូច្នេះគឺថាជាឱកាសប្រសើរពងខ្ពស់ក្រៃលែងទៀតអញ្ចឹងគឺមុននឹងបានចូលមេរៀនយើងតទៅទៀតយើងរៀនបាន2និទេសហើយគឺថាអវិជ្ជាជាបច្ច័យឲ្យកើតសង្ខារ1ហើយសង្ខារជាបច្ច័យឲ្យកើតវិញ្ញាណយើងបាន2និទេសហើយសេចក្តីល្អិតល្អន់នៅខាងចុងនោះគឺថាខ្ញុំកណាមិនបានរតនាមកទាំងស្រុងទេបើរតនាទៅដូចជានិយាយក្នុងរឿងអារម្មណ៍នៃបដិសន្ធិអីញាតិញោមលំបាកយល់ទេនឹងអញ្ចឹងគឺថាគុណចាស់អាចអានមើលហើយយើងនឹងចូលទៅក្នុងនិទេសមួយគឺថានាមរូបកើតឡើងព្រោះវិញ្ញាណជាបច្ច័យនឹងអញ្ចឹងគឺមុននឹងចូលទៅក៏មុនព្រះអង្គគ្រូដើម្បីនឹងបានរំលឹកនៅក្នុងនិទេសគឺវិញ្ញាណកើតឡើងព្រោះសង្ខារជាបច្ច័យណារំលឹកសរុបរួមមកតែម្ដងណាគុណចាស់ហ្នឹងហើយជាការរំលឹកខាងដើមហើយចាំយើងចូលទៅដល់នាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យទៀតណាអញ្ចឹងសូមរតនានិមន្តទៀតខ្ញុំកណាសូមនមស្ការថ្វាយបង្គំប្រជុំ3នៃបត្រៃរតន៍មានព្រះពុទ្ធរតន៍និងព្រះធម្មរតន៍និងព្រះសង្ឃរតន៍ដែលជារតនៈដ៏ដងដំប្រសើរពងពោះលើសលងនឹងសូមធ្វើសេចក្តីរាប់អានចំពោះកណាគុំចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅគង់នៅក្នុងទីនេះដោយសេចក្តីជ្រះថ្លានិងសូមចម្រើនពរលោកគ្រូដោយសេចក្តីជ្រះថ្លានិងសូមចម្រើនពរញាតិញោមប្រុសស្រីគ្រប់រូបទាំងអស់ដែលបានអញ្ជើញមកចូលរួមសិក្សារៀនសូត្រនៅក្នុងថ្ងៃនេះយើងបន្តការសិក្សានៅក្នុងបច្ចយាការវិភាំង
បន្តទៀតតែមុននឹងចូលបន្តការសិក្សានៅក្នុងបច្ចយាការវិភាំងណាលោកគ្រូក៏បានផ្ដល់ឱកាសដល់ខ្ញុំកណាអាត្មាភាពណារំលឹកនៅក្នុងណាសង្ខារជាបច្ច័យដល់វិញ្ញាណចឹងគឺសង្ខារហ្នឹងគឺយើងបានសិក្សាចេះដឹងគ្រប់ព្រះអង្គគ្រប់គ្នាមកគឺណាមាន3មានបញ្ញាភិសង្ខារណាអបញ្ញាភិសង្ខារនិងអនញ្ជាភិសង្ខារហើយនឹងបញ្ញាភិសង្ខារណាគឺបានដល់ណាកុសលចេតនាណា13ដួងគឺបានដល់ណាមហាកុសល8និងរូបាវចរកុសលចិត្តណា5សរុបមកគឺ13ហើយនឹងអបញ្ញាភិសង្ខារគឺបានដល់ណាអកុសលចេតនា12គឺបានដល់អកុសលចិត្តណា12ដួងហើយនឹងអនញ្ជាភិសង្ខារគឺបានដល់ណាអរូបាវចរៈណាកុសលចេតនានឹងគឺ4ដួងហ្នឹងគឺយើងបានសិក្សាណានៅក្នុងអភិសង្ខារហើយជាបច្ច័យដល់ណាវិញ្ញាណអញ្ចឹងនៅក្នុងណាអភិសង្ខារទាំង3ហ្នឹងគឺណាដូចជាណាបញ្ញាភិសង្ខារហ្នឹងជាបច្ច័យដល់វិញ្ញាណហើយវិញ្ញាណគឺណាយើងសិក្សាមកគឺគិតតែវិញ្ញាណដែលជាវិបាកដែលជាលោកយៈទាំងអស់គឺមាន32អញ្ចឹងញាតិញោមអញ្ចឹងគឺយើងគិតមកនៅក្នុងបញ្ញាភិសង្ខារណាជាបច្ច័យដល់ណាវិបាកវិញ្ញាណហ្នឹងគឺណាបញ្ញាភិសង្ខារចិត្តនឹង13គឺណាជាបច្ច័យដល់វិបាកវិញ្ញាណហ្នឹងគឺប្រមាណដួងញាតិញោមណា21ដួងគឺបានដល់ណាមហាវិបាក8ណាហើយនឹងអហេតុកៈកុសលវិបាក8ហើយនឹងណារូបាវចរៈវិបាក5អស់ញោមណាសរុបនោះគឺ21ហើយនឹងណាអបញ្ញាភិសង្ខារនឹងជាបច្ច័យដល់ណាវិបាកវិញ្ញាណណាគឺបានដល់ណាអកុសលវិបាក7អស់ហើយញោមណានឹងគឺមានតែប៉ុណ្្នឹងទេហើយនឹងណាអនញ្ជាភិសង្ខារនឹងជាបច្ច័យដល់ណាវិបាកវិញ្ញាណនឹងគឺណាបានដល់ណាអរូបាវចរៈវិបាកណា4ដួងនឹងជាបច្ច័យក៏ប៉ុន្តែនៅក្នុងណានៃសេចក្តីដែលយើងបានសិក្សានោះគឺណាវិញ្ញាណណាវិបាកវិញ្ញាណនឹងគឺ32នឹងគឺយើងចែកមកទៀតណាយើងចែកមកគឺបានដល់ណាទ្វេបញ្ចវិញ្ញាណណា10ហើយនឹងណាមនោវិញ្ញាណណា22អញ្ចឹងញាតិញោម22ក៏យើងណាចេះរាប់គ្រប់ព្រះអង្គគ្រប់គ្នាហើយដែរណាគឺបានដល់សម្បដិច្ឆណៈណាចិត្តនឹង2ដួងយើងហៅថាមនោធាតុណាជាវិបាកនឹង2ហើយនឹងណាសន្តិរណៈជាវិបាកនឹងគឺ3ដួងណាសរុបមកគឺណាបាន5ហើយនឹងណាមហាវិបាកណា8ហើយនឹងរូបាវចរៈវិបាក5អរូបាវចរៈវិបាកណា4សរុបមកគឺបានដល់ណាវិបាកវិញ្ញាណនឹងគឺ32ណាហើយនឹងគឺវិញ្ញាណខ្លះហ្នឹងគឺប្រព្រឹត្តទៅក្នុងណាប្រវត្តិកាលវិញ្ញាណខ្លះប្រព្រឹត្តទៅណាក្នុងប្រវត្តិកាលផងនៅក្នុងណាបដិសន្ធិកាលផងណាដូចជានៅក្នុងណាវិបាកវិញ្ញាណ32ហ្នឹងគឺណាវិញ្ញាណដែលប្រព្រឹត្តទៅក្នុងណាប្រវត្តិកាលហ្នឹងគឺមានណា13អញ្ចឹងញោមណា13ហ្នឹងគឺបានដល់ទ្វេបញ្ចវិញ្ញាណ10ណាមានទាំងអកុសលមានទាំងកុសលជាវិបាកណាសរុបមកគឺ2 5ដង10យើងហៅថាទ្វេបញ្ចវិញ្ញាណនិងណាសម្បដិច្ឆណៈចិត្តណា2ណាសម្បដិច្ឆណៈចិត្ត2ហើយនឹងណាអីមួយទៀតញោមណាសោមនស្សណាសោមនស្សនៅក្នុងណាសន្តិរណៈនឹងមួយទៀតណាសរុបមកគឺបាន13ណាចិត្តហ្នឹងគឺប្រព្រឹត្តទៅក្នុង
ประวัติการให้หนึ่งจัดในสอบดับประมูลติดประพฤติขนองประวัติการพ้องประพฤติขนองประเดสันติการพ้องคือบานดาลอุเปกขาสันเตรณะปีได้เชียวิบาให้หนึ่งมหาวิบากปรำใบรูปาวัจระวิบากปรำอรูปาวัจระวิบากบุญนั่นคือสรุปtớiคือบานดอกประมูลนั่นคือประพฤติtớiแต่งขนองประวัติการขนองประเดสันติการโดยเจนขนองอุเปกขาสันเตรณะปีนั่นคือยังลอบศึกษาก็คือធ្វើកិច្ចបាន5មែនទេញោមកុំតែនៅក្នុងទីនេះហ្នឹងគឺលោករອບដែលធ្វើកិច្ច4គឺមានចតិកិច្ចភវង្គកិច្ចតតិលំបនកិច្ចនិងសន្តិរណកិច្ចនឹងកាលណាបើសិនជាចិត្តនឹងធ្វើកិច្ចទាំង4ហ្នឹងគឺប្រព្រឹត្តទៅក្នុងប្រវត្តិការហើយបើសិនជាចិត្តនឹងប្រព្រឹត្តធ្វើកិច្ចបដិសន្ធិយើងហៅថាបដិសន្ធិការអញ្ចឹងគឺចិត្តនឹងប្រព្រឹត្តក្នុងប្រវត្តិការផងក្នុងបដិសន្ធិការផងនឹងឧបេក្ខាសន្តិរណពីរញោមហើយនឹងនៅក្នុងចិត្តនៅក្នុងមហាវិបាក8ហ្នឹងគឺយើងធ្លាប់សិក្សាមកគឺធ្វើកិច្ចបាន4គឺចតិភវង្គបដិសន្ធិនិងតតិលំបនៈក៏ប៉ុន្តែបើសិនជាចិត្តនឹងធ្វើកិច្ចភវង្គកិច្ចចតិកិច្ចតតិលំបនៈកិច្ចនិងភវង្គកិច្ចចិត្តនឹងគឺប្រព្រឹត្តទៅក្នុងប្រវត្តិការតែបើសិនជាចិត្តនឹងធ្វើបដិសន្ធិកិច្ចគឺចិត្តនឹងប្រព្រឹត្តទៅក្នុងបដិសន្ធិការហើយនឹងនៅក្នុងរូបាវចរៈវិបាកចិត្ត5ដួងហ្នឹងគឺយើងធ្លាប់សិក្សាមកធ្វើកិច្ចបាន4ធ្វើកិច្ចបាន4គឺចតិបដិសន្ធិធ្វើកិច្ចបាន3ខ្ញុំណាច្រឡំធ្វើកិច្ចបាន3គឺចតិបដិសន្ធិនិងភវង្គក៏ប៉ុន្តែគឺកាលណាបើសិនជាចិត្តនឹងធ្វើកិច្ចចតិហើយនឹងភវង្គចិត្តនឹងគឺប្រព្រឹត្តទៅក្នុងប្រវត្តិការតែបើសិនជាចិត្តនឹងធ្វើកិច្ចបដិសន្ធិចិត្តនឹងគឺប្រព្រឹត្តទៅក្នុងបដិសន្ធិការហើយនឹងនៅក្នុងអរូបាវចរៈវិបាក4ហ្នឹងក៏ធ្វើកិច្ច3ដែរអញ្ចឹងគឺចិត្តនឹងធ្វើកិច្ច2គឺភវង្គកិច្ចហើយនឹងចតិកិច្ចចិត្តនឹងប្រព្រឹត្តទៅក្នុងប្រវត្តិការបើសិនជាចិត្តនឹងធ្វើកិច្ចបដិសន្ធិចិត្តនឹងគឺប្រព្រឹត្តទៅក្នុងបដិសន្ធិការអញ្ចឹងបានថាចិត្ត19ហ្នឹងធ្វើប្រព្រឹត្តទៅក្នុងប្រវត្តិការផងក្នុងបដិសន្ធិការផងហ្នឹងគឺយើងសិក្សាបានប៉ុណ្ណឹងលោកគ្រូនឹងចូលរួមក្នុងសេចក្តីពធខ្វះខាតអីយ៉ាងណាក៏មានលោកគ្រូបំពេញបន្ថែមសូមអនុមោទនាគណៈសាធុទាំងអរគុណចាស់គ្រូទាំងហើយញាតិញោមចាំចឹងដែរទេណាហ្នឹងហើយចឹងយើងតតិចទៅទៀតសន្សំហើយតលតែព្យាយាមផងទៀតណានឹងព្យាយាមស្ដាប់រឿយដដែលហើយដដែលទៀតព្រោះបដិច្ចសមុបាទធម៌ហ្នឹងគឺមានជំរឿទាំងសំបីតែយើងស្ដាប់ក្នុងព្រះបរិយ័តហ្នឹងក៏លំបាកចាំផងនឹងហើយតម្រាំតែនឹងអាចអប់រំបញ្ញាមកឃើញដោយញៀនដោយជ្រាលជ្រៅក្នុងសភាវៈដែលអាស្រ័យគ្នាកើតឡើងនេះគឺពិតជាក្រទេព្រោះព្រះអង្គសម្ដែងនៅក្នុងសាគរ4យ៉ាងហ្នឹងគឺថាបោះដែលមានជំរឿគឺបដិច្ចសមុបាទមួយហ្នឹងទៀតក៏មានជំរឿដែរគឺធម៌ដែលមានជំរឿហ្នឹងហើយសូម្បីតែបញ្ញត្តិហ្នឹងក៏មានជំរឿអរិយសច្ចៈក៏មានជំរឿហើយនឹងបដិច្ចសមុបាទនឹងឯងទៀតក៏ជាធម៌មួយដែលមានជំរឿហ្នឹងហើយក្តីពិតទៅវាក្នុងជីវិតដែលបានមកនេះឯងទៀតជា
ការប្រព្រឹត្តទៅនៃបដិច្ចសមុបាទជាធម៌ដែលអាស្រ័យគ្នាកើតឡើងនឹងដូចជាការឃើញអីនេះមិនយើងធ្វើកើតឯណាកម្មជាបច្ច័យឲ្យឃើញតាមិនចឹងណាកម្មនឹងឯងជាបច្ច័យដល់ចក្ខុប្រសាទចក្ខុប្រសាទជាកម្មមជ្ឈរូបដល់ទៅពេលមានចក្ខុប្រសាទហើយនឹងដល់ទៅពេលរូបហ្នឹងមកប៉ះផ្ទុំនឹងចក្ខុប្រសាទជាបច្ច័យដល់ចក្ខុវិញ្ញាណហើយចក្ខុវិញ្ញាណហ្នឹងមិនជាវិបាករបស់កម្មមិនចឹងណានឹងបើសិនជាឃើញរូបល្អអាហ្នឹងជាផលរបស់កុសលបើឃើញរូបមិនល្អទេជាផលរបស់អកុសលដូច្នេះការដែលឃើញរូបល្អឬសំឡេងល្អឃើញរូបមិនល្អឬសំឡេងមិនល្អហ្នឹងគឺមិនមែនអ្នកណាចេះតែទៀមទាបានណាព្រោះជាផលរបស់កម្មហ្នឹងហើយអញ្ចឹងកាលណាដែលកម្មបានធ្វើហើយវារមែងជាបច្ច័យញ៉ាំងឲ្យការឃើញហ្នឹងជាកុសលវិបាកទេអញ្ចឹងជ្រើសរើសទៀមទាបានអត់បានទេដូច្នេះការដែលឃើញរូបឬសំឡេងធំក្លិនលិតរសប៉ះពាល់សម្ផស្សនឹកគិតនេះអត់មានអ្នកណាទៀមទាអត់មានអ្នកណាជ្រើសរើសបានទេហ្នឹងហើយទោះបីជាបានឃើញរូបល្អវាមិនមែនតាក់ទងរឿងយើងចង់មិនចង់ហ្នឹងហើយបើថាមិនល្អទេក៏មិនតាក់ទងជាមួយនឹងក្តីប្រាថ្នារបស់យើងពីព្រោះវាជាផលកម្មអញ្ចឹងមានអ្នកណានឹងទៅចាត់ចែងទៀមទាថាឲ្យឃើញរូបនេះកុំឲ្យឃើញរូបនេះមានអ្នកណាចាត់ចែងទៀមទាបានទៀតហ្នឹងអញ្ចឹងដល់ពេលឱកាសនៃកម្មវាត្រូវឲ្យផលហើយវាត្រូវឃើញរូបឬសំឡេងធំក្លិនលិតរសផោតប៉ះពាល់សម្ផស្សរឹងទន់តាំងកម្រើកហ្នឹងតាមហ្នឹងទៅវាមានយើងជ្រើសរើសអីបានទៀតព្រោះសំបីតែរូបរាងសន្តានមកបានប៉ុណ្ណេះក៏មិនមែនជាការទៀមទាបានដោយយើងមានរូបរាងពណ៌សម្បុរកម្ពស់ទំហំប៉ុណ្ណឹងមានទៀមទាដែរកើតមកមានមុខអញ្ចឹងមានមាត់អញ្ចឹងមានច្រមុះអញ្ចឹងទៀមទាទេអត់ទេអត់មានទៀមទាបានទេប៉ុណ្ណាប៉ុណ្ណឹងហ្នឹងព្រោះកម្មតាក់តែងឲ្យសម្រេចមកប៉ុណ្ណឹងទៀតហើយទាំងកម្មដែលបានធ្វើហ្នឹងកម្មហ្នឹងទៀងឬក៏មិនទៀងមិនទៀងកម្មមិនទៀងហើយចុះបើហេតុមិនទៀងហើយផលទៀងឬអត់ហ្នឹងផលហ្នឹងក៏មិនទៀងដែរមិនអញ្ចឹងទេណាពីព្រោះហេតុដែលនាំឲ្យកើតហ្នឹងវាអត់ទៀងទៅហើយផលទៀងយ៉ាងម៉េចទៅហ្នឹងហើយដូចរឿងរ៉ាវព្រះជាដែលជឿតាមក្រាំងមាសថាអ្នកណាបានបរិភោគសាច់កង្កោកមាសនៅក្នុងហែមពៀនហ្នឹងគឺថាមានជីវិតអមតៈដោយការចរិតទុកដោយការចងពៀទេណានឹងរហូតដល់ទៅចាប់បានមកឡើងអស់7រជ្ជកាលទៅរំទៅចាប់កង្កោកព្រះបរមពោធិសត្វបានហើយទីបំផុតមកចាប់បានហើយព្រះបរមពោធិសត្វសួរថារឿងរ៉ាវហេតុអីបានចាប់ខ្ញុំថាឯមកពីសាច់អ្នកឯងហ្នឹងបើអ្នកណាបានបរិភោគហើយគឺមិនស្លាប់បានព្រះបរមពោធិសត្វសួរថារឿងមិនស្លាប់ហ្នឹងទុកសិនចុះប៉ុន្តែខ្ញុំនឹងស្លាប់អត់ហ្នឹងហើយបានពរាជាថាអ្នកឯងត្រូវតែស្លាប់ហើយព្រោះយើងសម្លាប់ហ្នឹងហើយអីចុះបើខ្ញុំស្លាប់ហើយអ្នកបរិភោគសាច់របស់ខ្ញុំរស់យ៉ាងម៉េចទៅឃើញទេអាហ្នឹងអាហេតុខាងដើមហ្នឹងវាត្រូវស្លាប់ហើយបើថាវាផ្ទាល់វានៅលើព្រះអង្គហ្នឹងហើយសាច់ជាប់នឹងខ្លួនហ្នឹងហើយដែលមិនត្រូវស្លាប់មិនអញ្ចឹងហើយបើសិនជាសាច់កង្កោកហ្នឹងមិនត្រូវស្លាប់មែនមានអ្នកណាសម្លាប់កង្កោកហ្នឹងបានពរាជាក៏អត់បានបរិភោគដែរចូលសម្លាប់អត់ស្លាប់នោះមិនអញ្ចឹងទេណាហ្នឹងហើយអញ្ចឹងបានថាមនុស្សយើងប៉ុណ្ណឹងគិតអត់ឃើញដែរពីព្រោះវាតល់តែសម្លាប់កង្កោកបានសាច់បរិភោគហើយចុះបើសិនជាកង្កោកនឹងជីវិតអត់ស្លាប់មែនធ្វើមិនស្លាប់បានសាច់មកបរិភោគមិនអញ្ចឹងទេណាគិតអត់ឃើញព្យាយាម7
รัชกาลเตียนตุ่มร้อมแต่จับព្រះបរមពោធិសត្វបាននឹងចង់និយាយថាហេតុដើមមិនទៀងទៅហើយទៅផលទៀងយ៉ាងម៉េចហ្នឹងហើយអញ្ចឹងកម្មដែលប្រព្រឹត្តទៅនឹងមិនទៀងទៅហើយផលរបស់កម្មក៏មិនទៀងដែរទៀនអញ្ចឹងបានញាតិញោមស្ដាប់ចឹងទៅសង្វេគនឹងជីវិតខ្លួនឯងទេសង្វេគព្រោះចាស់ជរាក្រំគ្រាទៅរាល់ថ្ងៃបើគុំទៅបានស្ដាប់ធម៌ព្រះអង្គមិនដឹងសុបាយនឹងអីទេញាតិញោមមែនណាហ្នឹងហើយស្ដាប់ធម៌ព្រះអង្គទៅបានសុខបន្តិចហ្នឹងហើយបានសេចក្តីកក់ក្ដៅបានទីពឹងបើមិនអញ្ចឹងទេរបស់ប្រើប្រាស់ក្នុងលោកនឹងប្រើទៅប៉ុន្តែវានៅតែក្នុងទៀងឬក៏មិនទៀងវានៅតែក្នុងមិនទៀងប្រើអញ្ចឹងមែនប៉ុន្តែដល់តែពេលគិតដល់ថាត្រូវវិនិច្ឆ័យបើមិនទ្របនឹងវិនិច្ឆ័យចោលយើងមុនទេយើងត្រូវវិនិច្ឆ័យចោលទ្របនឹងមុនដល់ពេលអញ្ចឹងវាញាតិញោមគិតទៅសบายចិត្តយ៉ាងម៉េចទៅទៀតហ្នឹងហើយវារកអាការសบายចិត្តនឹងអត់ឃើញហ្នឹងកាលណាដែលយើងព្រឹត្តទៅដោយការពិចារណាក្នុងអនិច្ចសញ្ញាគុណចាស់ហ្នឹងហើយព្រះអង្គសម្ដែងពីបុគ្គលដែលមាននៅអនិច្ចសញ្ញាហ្នឹងដូចម្ដាយមានកូន11នាក់អញ្ចឹងហ្នឹងហើយកូនទី1គេកាត់ក្បាលទៅយំអត់ញាតិញោមយំកូនទី2គេកាត់ទៀតយំទៀតអត់ទី3ទី4កាត់ទៅរហូតដល់តែសល់កូនចុងក្រោយគេយំទៀតដែរមើលទៅមានយំអីទៀតដឹងដាច់ក្បាលហើយវាអស់ទឹកភ្នែកនឹងយំណាហ្នឹងហើយហ្នឹងដល់ពេលអញ្ចឹងទោះបីអាក្នុងចន្លោះរយៈពេលតែហ្នឹងទោះបីបានអីមកសុបាយចិត្តដែរបើអារម្មណ៍បើចិត្តហ្នឹងវានៅតែនឹងកូនដាច់ក្បាលអញ្ចឹងបាយឆ្ងាញ់ទេដេកស្រួលទេហ្នឹងហើយនឹងបានតុបតែងគ្រឿងអលង្ការទេអត់ទេទោះបីគ្រឿងអលង្ការនឹងស្អាតប៉ុណ្ណាក៏ដោយប៉ុន្តែចិត្តហ្នឹងវាដកនៅតែនឹងកូនអាត្មាអញត្រូវដាច់ក្បាលមិនអញ្ចឹងទេណាហ្នឹងហើយបើជីវិតរបស់យើងអស់ទៅតាមយប់និងថ្ងៃអញ្ចឹងដូចជាកូនដាច់ក្បាលអញ្ចឹងតើយើងគិតមិនអញ្ចឹងទេណាហ្នឹងឯងដែលជាអនិច្ចសញ្ញានឹងដែលមានចំពោះលោកអ្នកដែលព្រឹត្តទៅដោយការអប់រំពិចារណារឿងហ្នឹងទេហ្នឹងអញ្ចឹងបានទោះបីជាយើងបានអីដែលជាផលរបស់កម្មនឹងមកក៏នៅតែឃើញថាជីវិតរបស់ខ្លួនឯងកំពុងតែរីងស្ងួតកំពុងតែហួតហែងដូចជាទឹកនៅក្នុងប្រឡាយតូចចឹងឯងវាត្រូវតែរីងស្ងួតហួតហែងទៅឬក៏ដូចជាដំណក់ទឹកសន្សើមនៅនឹងចុងស្មៅចឹងព្រះអាទិត្យរះឡើងមកក៏ត្រូវស្ងួតហួតហែងទៅអស់ហ្នឹងទៀតអញ្ចឹងបានអនិច្ចសញ្ញានឹងឯងគឺជាការពិចារណាជាធម៌ដែលកើតឡើងមាននៅក្នុងសន្តានរបស់បុគ្គលណាហើយនឹងរមែងជាគ្រឿងបន្សាបនៅសេចក្តីប្រាថ្នាលោភៈគុណចាស់នឹងអនិច្ចសញ្ញាហ្នឹងគឺជាគ្រឿងកំចាត់បងនៅលោភៈហ្នឹងអញ្ចឹងបានធ្វើទុកនៅក្នុងចិត្តអញ្ចឹងទៅទោះបីជាយើងបានអ្វីមកក៏យើងអត់ស្វឹងដែរទោះបីថាផលកម្មវាត្រូវហុចឲ្យយ៉ាងណាគុណចាស់នឹងក៏គិតថានេះគឺជាផលរបស់កម្មតើហ្នឹងហើយសម្ដែងអ្វីដែលមានក៏មិនទៀងទាត់វាត្រូវតែប្រែប្រួលហ្នឹងដូច្នេះវាអត់ទៅគិតឃើញថាក្តីសុខនៅក្នុងការសោយនៅផលកម្មនឹងឯងគឺថាជាទីពឹងអីគិតលែងឃើញគុណចាស់ហ្នឹងដល់ទៅពេលមកឃើញជីវិតខ្លួនឯងអស់យប់ទៅតាមយប់នឹងថ្ងៃដូចជាមេដាឃើញក្បាលកូនរបស់ខ្លួនឯងដាច់រាល់ពេលអញ្ចឹងមួយថ្ងៃដាច់មួយថ្ងៃដាច់មួយចន្លោះរយៈពេលហ្នឹងសបាយមិនកើតទេមែនអត់ទេណានេះក៏ល្បុតដែលឃើញជីវិតតន្ត្រីនេះអស់ទៅតាមយប់នឹងថ្ងៃអញ្ចឹងមួយថ្ងៃអស់មួយយប់អស់ដូចព្រះបរមពោធិសត្វព្រះអង្គសម្ដែងជីវិតនេះមិនមែនអស់យប់នឹងថ្ងៃនេះមិនមែនអស់ទៅដោយទទេឡើយនាំយកអីទៅទៀត
nâng nom dốc chỉ vật rồi bao dớng prom tiếng ở vây cụp giàng từ dục nâng ngày ní mình men o từ đôi tụt tê tê mình chân thì nó hay bờ mình o từ đôi tụt tê chân dương rì nâng ấy sờ bài chật nâng ấy nhiệt nhôm nên á nâng ấy nè cha na tới châu chân bằng xìa diêm á nè xìa diêm prang prang mình promat sum bay cổ sál tịch tuổi tiền bầm pin nha sầm sầm từ rồi hôn mình miên gì cái đây promat đây thì pro pe nó việt swang sờ vắng á nè ngày swang sờ vắng này khởi thà tụ bay chia flexma ở đây sai trade o bằng tích vì nực nô mà vinh thà mà anh sai mày o nằng ấy này vì nực màu trắng vì trâu sừng vế từ vinh nè anh nói vì cha na đào rương prai pru chẳng tiền chẳng dân châu tự đào nịt tê mùi tiệt còn cha nực nòng nịt tê đại bọn sầm đai niệm mà rúp cả pru vinh nhiên chia bạch trai nằng hay một nằng châu tự đào thì cái đây là lọn nằng dân châu thì cái đây chỉ rùm sân nè niệm mà rúp niệm phong á cả láng pru vinh nhiên chia bạch traiព្រះអត្តកថាបានពន្យល់ថាតើរូបដូចម្ដេចហ្នឹងហើយរូបនេះគឺបានដល់មហាភូតរូប4និងឧបាទាយរូប24នឹងរាប់រួមចឹងទៅហ្នឹងហើយមានន័យថាជារូបដែលអាស្រ័យនឹងមហាភូតរូបនឹងឯងទៀតរូបណាដែលអាស្រ័យនឹងមហាភូតរូបរូបនោះគឺហៅថាឧបាទាយរូបchẳng dân score lấy mà ha phu từ rup dân chạy dân chăm mau tiền ai miền ở cả lực sắc xa bàn tiền tam để dân sẽ đập rằng chả được nông sự tập bát than đôi chia được nông thiệt tụ mà nè xì cả đã bập bẹ chỉ đau tiền nằng chẳng mà ha phu từ rup nằng ánh cứ miền buồn thì muối cứ bạ tụ vậy thiết bào thiết tê châu thiết nắng vía vô thiệtรูปណាដែលមានលក្ខណៈរឹងឬទន់រូបនោះគឺបតវ័យធាតុនៅក្នុងកាយមានដែរហ្នឹងហើយកាយដែលមានវិញ្ញាណគ្រប់គ្រងហ្នឹងមានហើយនៅក្នុងសម្ភារៈខាងក្រៅដែលមិនមានវិញ្ញាណគ្រប់គ្រងក៏មានដូចជាដើមដូងដើមត្នោតណាដើមស្លាអីមានលក្ខណៈរឹងទេនឹងយើងប៉ះទៅវាមានលក្ខណៈរឹងប្រកបតាមផ្លូវកាយដូច្នេះលក្ខណៈរឹងប្រកបតាមផ្លូវកាយនឹងឯងគឺជាបតវ័យធាតុណាហើយបតវ័យធាតុនឹងឯងគឺឈ្មោះថាមហាភូតរូបណាមហានឹងធំភូតៈនឹងមានន័យថាបីសាច់ដូចបីសាច់ណាហើយរូបនឹងមានថារូបដែលមានឧបមាដូចជាបីសាច់ធំហៅថាមហាភូតរូបវាជាអ្នកលេងកលហ្នឹងហើយខ្លួនឯងជាដីទេខ្លួនឯងមិនមែនជាបាក់សីទេប៉ុន្តែធ្វើឲ្យហាក់ដូចជាបាក់សីហោះផិលអញ្ចឹងទៅប៉ុន្តែការពិតហោះហើរទៅហ្នឹងគឺដីទឹកភ្លើងខ្យល់ហ្នឹងឯងហ្នឹងហើយបើយើងអត់បានស្ដាប់ធម៌ព្រះអង្គយើងឃើញថាដីហោះឬក៏ចាបហោះហើរហ្នឹងហើយចាបហ្នឹងឯងមានតែនឹកឃើញដីទេមែនណានឹងដល់ទៅពេលយើងរៀនស្ដាប់ទៅចម្លែកអត់ដូចញាតិញោមដើររាល់ថ្ងៃមកអញ្ចឹងមនុស្សដើរឬក៏ដីដើរមកណាមិនអញ្ចឹងណាដីដើរមិនបើខ្ញុំមិនមកអ្នកណាមកមែនអត់ទេណាហ្នឹងហើយលោកគ្រូយូរទៅថាគេដីមែនទេមែនទេព្រះអង្គសម្ដែងគឺបតវ័យធាតុហើយហ្នឹងគឺមានលក្ខណៈរឹងទន់អាហ្នឹងដែលយើងយល់ន័យមួយសិនបានយើងចូលទៅដល់ន័យថានាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យឥឡូវយើងដឹងមហាភូតរូបមួយមានលក្ខណៈរឹងទន់ហើយក្នុងកាយហ្នឹងដែលទទួលដឹងថាមានទាំងអស់គ្នាក្រៅកាយក៏មានមែនទេទេណានឹងលក្ខណៈរឹងទន់ហ្នឹងយើងមិនតាន់គិតទៅលើសម្ភារៈសម្ភារៈដែលយើងប្រើប្រាស់សន្មតហៅក្នុងโลกនេះអាហ្នឹងយើងមិនបាច់គិតទេយើងគិតពីលក្ខណៈរឹងហើយទន់ហ្នឹងតើមានប្រកបក្នុងโลกឬអត់
năng ấy còn tái dừng ai vô một pra ban thế lệ cả nạ nâng á mền á nâng mớ miên này na tinh đô lệ cả nạ rừng tuần này ạt miên thế miên này na vô lệ cả nạ rừng lệ cả nạ tuần nâng mà đã lụa nơi tì xa ban thế ạt miên này còn tái con tơ sập phê vệ nâng á lệ cả nạ đây đợi bo ra mặt nâng cứ miên bậtประกอบตามเพลกายហើយជាអារម្មណ៍របស់លោកភៈបានអត់ជាអារម្មណ៍របស់ទោសៈបានទេបានជាអារម្មណ៍របស់លោភៈទោសៈមោហៈបានទៀតហើយថែមទាំងមហាភូតរូបនឹងឯងព្រះអង្គសម្ដែងប្រៀបដូចជាអាសេរពឹសទៀតហ្នឹងលក្ខណៈរឹងទន់ហ្នឹងដូចអាសេរពឹសប៉ុន្តែដែលយើងអត់តមានបញ្ញាយើងគិតអត់យល់ទេគុណចាស់ហ្នឹងដល់ទៅពេលនេះនៅក្នុងកាយយើងហ្នឹងដល់ទៅពេលធាតុដីកម្រើករឹងខ្ទាំងហ្មងបត់អត់កើតទេព្រោះធាតុដីវារឹងនឹងដល់ទៅពេលកម្រើកទៅវាកម្រើកទៅគឺថារឹងទៅហ្មងទេនឹងបត់ចូលលាចេញអត់បានទេហ្នឹងគឺមួយហើយហ្នឹងគឺជាអ្នកលេងកលឬក៏ថាជាបីសាច់ធំមហាភូតរូបហ្នឹងហ្នឹងហើយកើតរោគកើតបោសជំងឺសពគ្រប់បែបយ៉ាងដោយសារមហាភូតរូបហ្នឹងឯងបើអត់មានមហាភូតរូបទេមានរោគអត់មានទេហ្នឹងហើយដូច្នេះមហាភូតរូបហ្នឹងលក្ខណៈរឹងទន់មែនប៉ុន្តែជាទីកើតឡើងនៃរោគមែនទេណាហ្នឹងគ្រាន់តែថាមិនបានដីនឹងនាំឲ្យកើតរោគក៏យើងគិតមិនតាន់យល់ដែរគុណចាស់លក្ខណៈរឹងទន់សោះទេមិនក៏កើតបោសបានមែនទេហ្នឹងហើយអាហ្នឹងចាំគិតថ្ងៃក្រោយទៀតប៉ុន្តែឥឡូវនឹងឲ្យស្គាល់សិនថានៅក្នុងកាយហ្នឹងគឺមានមហាភូតរូបគឺលក្ខណៈរឹងទន់ហើយមួយទៀតអីគេណាបតវ័យធាតុហ្នឹងដែលជាមហាភូតរូបហ្នឹងទី2គឺអបោធាតុលក្ខណៈសើមជ្រួតជ្រាបមានដែរនៅក្នុងកាយហ្នឹងទឹកមាត់ទឹកភ្នែកទឹកសម្បោរមិនអញ្ចឹងទេណាហ្នឹងក៏ជារូបមួយក្នុងបណ្ដាមហាភូតរូបទាំង4គឺអបោធាតុហើយមួយទៀតគឺអីគេតេជោធាតុក្តៅហ្នឹងត្រជាក់មានណាក្នុងកាយហើយមួយទៀតគឺវាយោធាតុអញ្ចឹងដែលដើរមកដើរទៅហ្នឹងអ្នកណាដើរមកដើរទៅទទួលទានមិនអញ្ចឹងទេណាឈានទៅមុខឈានថយក្រោយជាអរិយាបថរបស់អ្នកណាអរិយាបថរបស់យើងឬក៏អរិយាបថរបស់មហាភូតរូបហ្នឹងហើយជាអរិយាបថរបស់មហាភូតរូបប៉ុន្តែពុទ្ធជនដែលមិនតាន់បានវឹកហាត់ចិត្តនៅក្នុងធម៌របស់ព្រះអរិយៈថាអរិយាបថរបស់អ្នកណាខ្លួនអ្នកដើរមិនអញ្ចឹងទេណាហ្នឹងហើយប៉ុន្តែអាស្រ័យនឹងមហាភូតរូប4ហ្នឹងខ្លួនឬក៏វិញ្ញាណហ្នឹងដែលយើងត្រូវសិក្សាត្រូវពិចារណាទេណាអញ្ចឹងបើសិនជាយើងចាំថានេះដើរទៅមុខដើរថយក្រោយងាកឆ្វេងងាកស្ដាំណានិយាយស្ងៀមទំពាក្រេបជញ្ជក់ហើយបើយើងចាំថាជាខ្លួនយើងចាំនឹងចាំខុសឬចាំត្រូវហ្នឹងហើយចាំខុសហៅថាសញ្ញាវិបលាសកាលណាបើចាំខុសហើយគិតខុសអត់ហ្នឹងកាលណាបើគិតខុសហើយយល់ខុសអត់យល់ខុសវាមកពីសញ្ញាវិបលាសនឹងឯងគឺចាំថាខ្លួនអ្នកដេកខ្លួនអ្នកដើរខ្លួនអ្នកឈរខ្លួនអ្នកអង្គុយខ្លួនអ្នកចាប់កាន់មែនអត់ទេណាខ្លួនអ្នកទំពាមើលរាល់ថ្ងៃអ្នកណាអ្នកទំពាខ្លួននឹងឯងមិនដីអ្នកទំពាដីហ្នឹងការពិតព្រះអត្តកថាបញ្យល់ថាធាតុប្រប៉ុណ្ណោះបរិភោគធាតុប៉ុន្តែញាតិញោមងាយស្ដាប់អត់នេះធាតុបរិភោគធាតុឯណាបើខ្ញុំហូបបបរស្រស់ហើយថាធាតុមែនអត់ទេណាអាហ្នឹងដែលបញ្ញាដែលវាត្រូវមកដឹងនៅសច្ចធម៌វាអត់តន់កើតឡើងវាមានឃើញតែធាតុបរិភោគធាតុអីគឺយើងអ្នកបរិភោគបាយយើងផ្សេងបាយផ្សេងការពិតបាយហ្នឹងគឺមហាភូតរូបនឹងដែរនឹងឯងដីទឹកភ្លើងខ្យល់ហើយដល់ទៅពេលកាយយើងនេះដែលមានវិញ្ញាណគ្រប់គ្រងក៏ដីទឹកភ្លើងខ្យល់នឹងអោនទៅមុខហើយងើបឡើងមកវិញ
ก็ជាអរិយាបថរបស់ធាតុបានព្រះអត្តកថាក្នុងមហាសតិប្បដ្ឋានសូត្រនឹងពោលថាពោលដោយបរមត្តហើយបុរសស្ត្រីនៅក្នុងកាយមិនមានធាតុប៉ុណ្ណោះដេកធាតុប៉ុណ្ណោះដើរធាតុប៉ុណ្ណោះឈរធាតុប៉ុណ្ណោះអង្គុយគឺជាអរិយាបថរបស់ពួកធាតុហ្នឹងហើយអញ្ចឹងយើងនៅត្រេះរិះឃើញថាយើងនឹងអ្នកដតីយ៉ាងម៉េចទៀតដែរនៅទេណាហ្នឹងហើយនៅចឹងផ្លេចខ្លួនគឺត្រេះរិះថាយើងនឹងអ្នកដតីទៀតគឺណាអញ្ចឹងគឺលំបាកគិតលំបាកយល់ដែរណាបើនិយាយគ្នាស្ដាប់បានអញ្ចឹងដីយ៉ាងម៉េចទៅមែនទេហ្នឹងហើយហៅមកអត់ហ្នឹងហៅមកហ្នឹងឯងអញ្ជើញទៅបន់ទៅទេទៅហ្នឹងហើយប៉ុន្តែបើសិនជាវិញ្ញាណរលត់ទៅហើយបបួលទៅបន់ទៅទៀតអត់ដីធ្វើបង្ងើយមែនទេហ្នឹងហើយណែនៅពេលដែលវិញ្ញាណទៅប្រាស់ណាញាតិញោមទៅសម្លឹងណាសัตว์នៅក្នុងកាយហ្នឹងអត់មានទេវាគ្រាន់តែមានរូបរាងសន្តានថាជាមេដាបេដាជាឪពុកជាម្ដាយមែនណាប៉ុន្តែតួកាយហ្នឹងដូចជាដុំដីមួយដុំទេហ្នឹងដូចជាអាមាថាយើងដើរទៅយើងឃើញដុំដីមួយដុំយកជើងឆ្កឹះដុំដីមិនតវ៉ាយ៉ាងណាកាយដែលមានវិញ្ញាណទៅប្រាស់ហើយណាគឺដូចជាដុំដីមួយដុំចឹងឯងជាធាតុ4គឺដីទឹកភ្លើងខ្យល់ហើយទុកមិនយូរប៉ុន្មានទេរលេះរលួយទៅហើយអត់មានសัตว์នៅក្នុងកាយហ្នឹងទេប៉ុន្តែយើងវាចាំខុសយូរមកហើយមិនមេដាយើងបៃតាយើងបងយើងប្អូនយើងនៅក្នុងរូបហ្នឹងជួនកាលទៅឃើញម្ដាយចាស់អញ្ចឹងសម្លឹងគាត់ទៅឃើញថាមិនយូរទេទៅចោលថ្មអញហ៎មែនអត់ទេណោះហ្នឹងហើយយើងឃើញរូបហ្នឹងឯងដែលហៅថាស្វិតស្រពោនក្រំគ្រាស្ងួតហួតហែងទៅហ្មងទៀតហើយតែគាត់ទេឬក៏យើងដែរនឹងយើងដែរកំពុងតែស្ងួតហួតហែងទៅដូចណាត្រួយស្មៅដែលគេក្តិចដាក់ហាលថ្ងៃអញ្ចឹងណាត្រូវតែរីងស្ងួតទៅទៀតហួតហែងទៅហើយនឹងមិនបានវិលត្រឡប់មករកយើងវិញទេគ្រប់តែជាតិគ្រប់កំណើតទាំងយើងក៏ត្រូវលះបង់នៅសត្វនិងសង្ខារជាទីស្រឡាញ់អញ្ចឹងញាតិញោមកាលបានយើងផុតអញ្ចឹងទៅទៀតមែនទេណាហ្នឹងហើយអញ្ចឹងបានយើងសិក្សារៀនសូត្រធម៌អាស្វែងយល់ក្នុងធម៌របស់ព្រះអរិយៈដែលព្រះអង្គត្រាស់ដឹងហើយហ្នឹងព្រឹត្តទៅដើម្បីឲ្យឃើញការពិតកំចាត់បងនៅអវិជ្ជាបានដកនៅតណ្ហាបានបើអវិជ្ជាហ្នឹងមិនត្រូវបានកំចាត់បងទេតណ្ហាដែលជាទុក្ខសមុទយៈមិនអាចលះបង់បានទេអញ្ចឹងបានដំណើរហ្នឹងវាត្រូវកំណត់ដឹងនៅធម៌ហ្នឹងកំណត់ដឹងកាយក្នុងកាយកំណត់ដឹងវេទនាកំណត់ដឹងចិត្តកំណត់ដឹងធម៌កំណត់ដឹងមហាភូតរូបហ្នឹងវាតតែកំណត់ដឹងសិក្សាឲ្យស្គាល់ច្បាស់នៅមហាភូតរូបហ្នឹងបានអវិជ្ជាហ្នឹងគឺថាត្រូវកាត់បានតណ្ហាត្រូវរបូតបើអវិជ្ជាមិនបានលះបង់ទេតណ្ហាធ្វើម៉េចក៏អត់របូតដែរទៀតណាมันអាចលះបង់នៅទុក្ខសមុទយៈនឹងបានទេហ្នឹងអញ្ចឹងបានកិច្ចសំខាន់របស់ពុទ្ធបរិស័ទដែលសិក្សារៀនសូត្រហ្នឹងដើម្បីកំណត់ដឹងអីទេដើម្បីកំណត់ដឹងកាយនឹងឯងដែលជាទីប្រជុំនៃមហាភូតរូបនឹងឧបាទាយរូបអញ្ចឹងរូបពីចុងសក់ដល់បាតជើងនឹងគឺរូបធំធំមាន4គឺមហាភូតរូប4នឹងឯងគឺដីទឹកភ្លើងខ្យល់បើអត់រូបធំទាំង4នេះទេឧបាទាយរូបដតីទៀតមិនអាចប្រកបបានទេដូចជាពណ៌ក្លិនក្នុងកាយយើងមានក្លិនទេហ្នឹងហើយក្លិនហ្នឹងគឺអាស្រ័យនឹងមហាភូតរូបនឹងឯងបានវាជាបច្ច័យនាំឲ្យមានក្លិនមានពណ៌ទេមានរសមានទេអោជាក៏មានដែរអញ្ចឹងវាមានន័យថាដោយសារមានមហាភូតរូបនឹងឯងបានជាបច្ច័យដល់ឧបាទាយរូបធ្វើឲ្យមានវណ្ណៈរូបនេះឯងប្រកបនឹងមើលឃើញចឹងទៅហើយធំក្លិនចឹងទៅបើសិនជាអត់មានមហាភូតរូបនឹងទេគឺថាឧបាទាយរូបមិនអាចប្រកបទៅបានទេពីព្រោះឧបាទាយរូបដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គបញ្ញត្តិមកជាពណ៌ក្លិនរសឲ្យជាឬក៏ថាជារូបសម្លេងក្លិនរសផោតពៈឲ្យជារូបសម្លេងក្លិនរសអីហ្នឹងអាហ្នឹងគឺដោយអាស្រ័យនឹងមហាភូតរូបនឹងឯងទៀតហ្នឹងអញ្ចឹងគឺយើងនឹងបានសិក្សាឲ្យបានល្អិតល្អន់ច្រើនទៅនៅក្នុងថា
នាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យហើយយើងស្ដាប់អំពីរូបមុនរូបហ្នឹងគឺមហាភូតរូបនិងឧបាទាយរូបអញ្ចឹងរូបណាដតីក្រៅអំពីមហាភូតរូប4រូបទាំងអស់នោះគឺជាឧបាទាយរូបសំឡេងជាឧបាទាយរូបទេហ្នឹងហើយសំឡេងគឺជាឧបាទាយរូបចក្ខុប្រសាទសោតប្រសាទឃានប្រសាទជីវហាប្រសាទកាយប្រសាទក៏ជាឧបាទាយរូបទៀតហ្នឹងអញ្ចឹងហើយនៅក្នុងមហាភូតរូបហ្នឹងវាត្រូវមានសមុฏដ្ឋានផ្សេងគ្នាទៀតវាមានកម្មជាសមុฏដ្ឋានចិត្តជាសមុฏដ្ឋានឧតុជាសមុฏដ្ឋាននិងមានអាហារជាសមុฏដ្ឋាននឹងទៀតវាមានមហាភូតរូប4ខ្លះកើតអំពីកម្មមហាភូតរូប4ខ្លះកើតអំពីចិត្តមហាភូតរូប4ខ្លះកើតអំពីឧតុគឺក្តៅហ្នឹងត្រជាក់ហើយមហាភូតរូប4ហ្នឹងខ្លះគឺកើតអំពីអាហារអញ្ចឹងសូម្បីអាធាតុដីទឹកភ្លើងខ្យល់នេះក៏មានបច្ច័យដែរមិនមែនអត់បច្ច័យទេប៉ុន្តែវាមានបច្ច័យផ្សេងគ្នាអញ្ចឹងទៅទៀតហ្នឹងអញ្ចឹងគឺថ្ងៃនេះយើងបានស្ដាប់អំពីនាមរូបកើតឡើងព្រោះវិញ្ញាណជាបច្ច័យហើយទៅតែបានស្ដាប់អំពីអត្ថន័យខ្លឹមសាររបស់រូបគឺមហាភូតរូបនិងឧបាទាយរូបបើមិនតាន់ល្អិតល្អន់ទេណាប៉ុណ្ណឹងគឺគ្រាន់តែជារួមនៅឡើយទេណាហ្នឹងហើយយើងវាត្រូវស្គាល់លក្ខណៈរូបនឹងឲ្យបានគួរសមទៀតក្នុងរូប28ហ្នឹងគឺមហាភូតរូប4និងឧបាទាយរូប24អញ្ចឹងគ្រាន់តែរៀនរូប28ហ្នឹងមិនតិចឯកូនចាស់ណាហើយនាមទៀតហើយនាមមានអីគេវេទនាសញ្ញាសង្ខារអត់រាប់វិញ្ញាណទេពីព្រោះវិញ្ញាណជានាមដែរប៉ុន្តែវិញ្ញាណគឺចូលនៅក្នុងបច្ច័យទៅហើយអញ្ចឹងដល់ទៅពេលផលដែលកើតអំពីបច្ច័យគឺនាមនិងរូបបានដល់នាមគឺយកតែនាមខណ្ឌ3ទេគឺវេទនាសញ្ញាសង្ខារអញ្ចឹងទៅហើយវិញ្ញាណនឹងឯងគឺជាបច្ច័យអញ្ចឹងនាមរូបនឹងគឺកើតឡើងព្រោះវិញ្ញាណជាបច្ច័យអានេះគឺជាដំបូងប៉ុណ្ណឹងសិនណាហើយយើងត្រូវរៀនរូបនឹងឲ្យល្អិតរៀននាមនឹងឲ្យល្អិតរូបយ៉ាងម៉េចនាមយ៉ាងម៉េចហើយវិញ្ញាណដែលកើតឡើងព្រោះនាមរូបជាបច្ច័យនឹងវិញ្ញាណនឹងយើងបានរៀនហើយសង្ខារជាបច្ច័យដល់វិញ្ញាណហើយវិញ្ញាណនឹងឯងវិញ្ញាណដែលកើតអំពីសង្ខារហ្នឹងវិញ្ញាណនឹងឯងជាបច្ច័យដល់នាមនឹងរូបតគ្នាអញ្ចឹងមកហ្នឹងអញ្ចឹងស្ដាប់ប៉ុណ្ណឹងទៅអាចតន់បានខ្លះដែរណាហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងប៉ុណ្ណឹងចុះស្អែកចាំយើងតទៀតទេណាសូមអនុមោទនា